การពីព្រៃនាយមានទេពអប្សរមួយមានឈ្មោះថាជីមីរស់នៅឋានសួគ៌យ៉ាងស្រស់ស្អាតតែនៅលើឋានសួគ៌គឺមានបំរាមមួយហាមបេះផ្លែប៉ោមតឹបនៅលើឋានសួគ៌ជាដាច់ខាតជីមីនាងគឺជាទេពអប្សរដែលរឹងរូសលៀនអត់របបខុសពេលលើហើយនាងក៏បានលួចបេះផ្លែមួយផ្លែហើយយកមកខាំញ៉ាំយ៉ាងឈ្ងុយឆ្ងាញ់ងំគេថាបើយើងហ៊ានល្មើសយើងក៏ត្រូវហ៊ានទទួលទោសពេលដែលជីមីនាងល្មើសជាមួយនឹងច្បាប់ឋានសួគ៌នាងក៏ត្រូវបានទេវតាទាំងអស់ដាក់ទោសឲ្យចាកចេញពីឋានសួគ៌ចុះមកធ្វើការនៅទីកន្លែងមួយនោះគឺឋាននរកជុំទៅឡើងស្តុបពីកាលនេះតាំងឡើងធ្វើតែអសមកស្តុបឡើងធំការងារដំបូងរបស់នាងគឺត្រូវទៅដាក់ទោសជាមួយនឹងបុរសដែលចូលចិត្តលាក់លុយប្រពន្ធធ្វើយ៉ាងណាឲ្យមនុស្សប្រុសដែលលាក់លុយប្រពន្ធទាំងអស់នោះវេទនាទានាចូលចិត្តលាក់លុយមិនអីទេពេលនោះឋាននរកក៏ទម្លាក់អ្នកទោសយកមកដើម្បីធ្វើទរណកម្មបុរសដែលលាក់លុយប្រពន្ធត្រូវស្លៀកជាមួយនឹងលីអូពណ៌ផ្កាឈូកហើយត្រូវលីសែងជាមួយនឹងលុយទាំងប្រមាណដែលខ្លួនឯងលាក់បើសិនជាលាក់ច្រើនក៏លុយនឹងធ្ងន់តាមនឹងចឹងទៅតែបើសិនលាក់តិចហ្នឹងក៏លុយនឹងស្រាលទៅតាមនឹងចឹងទៅឃើញទេជន់ផុងតែម្ដងត្រឹមតែប៉ុណ្ណោះត្រូវដាក់ទោសឲ្យជាប់ខ្នោះហើយជើងជាប់ជាមួយនឹងភ្នំភ្លើងរលាកក្តៅក្រហាយគ្រប់ពេលវេលាអូយហត់ការងារទី2របស់នាងត្រូវចាត់ការជាមួយនឹងបុរសដែលចូលចិត្តចូលខារ៉ាអូខេមិនចូលផ្ទះបាបកម្មរបស់មនុស្សប្រុសដែលមិនចូលផ្ទះមិនចូលសម្បែងហើយចូលចិត្តចូលខារ៉ាអូខេនោះគឺត្រូវចងច្បាប់ឲ្យជាប់នឹងកៅអីហើយអង្គុយស្ដាប់បទចម្រៀងដែលខ្លួនឯងច្រៀងនេះសំឡេងអញ្ចឹងនេះរយៈពេល100ឆ្នាំសូមច្បាប់ចៅក្រមយកស្រូវទៅបុកដើររកពេញស្រុកគេឆ្លើយថាគ្មានបន្ទាប់ពីស្ដាប់បទចម្រៀងរបស់ខ្លួនឯងច្រៀងហើយម្នាក់យំទឹកភ្នែកហូរចេញតាមមាត់ដូចទឹកទន្លេតែអក្សរនេះនៅរੂមិនក៏មុខរលោងខ្លាំងម្ល៉េះខ្មៅអត់អីសោះអញ្ចឹងការពិតនាងប្រើជាមួយនឹងការពារកម្ដៅថ្ងៃ UV SPF របស់ Kala Lily ញាក់សាច់ដល់ប្រពន្ធត្បាល់រ៉េឡូបន្ទាប់ពីបញ្ចប់បេសកកម្មហើយនាងក៏ត្រឡប់មកឋានសួគ៌វិញជានិរន្តរ៍